ក្មេងប្រុសម្នាក់នេះមានចរិតប្លែកមកតាំងពីក្មេងមកម្លេះគាត់មិនដែលញ៉ាំស្ករគ្រាប់រហូតដល់អញទេចាប់ពីពេលនោះមកគាត់ក៏ចាប់ផ្ដើមសាកល្បងស្ករគ្រាប់ផ្សេងនិងកត់ត្រារសជាតិរបស់ពួកគេយ៉ាងអន្ទះអន្ទែងស្របពេលជាមួយគ្នានោះគំនិតដ៏អង់អាចមួយបានមកដល់គាត់ហើយគាត់បានសម្រេចចិត្តធ្វើស្ករគ្រាប់ដែលឆ្ងាញ់បំផុតនៅក្នុងពិភពលោកទោះជាយ៉ាងណាក៏ដោយឧត្តមគិតនឹងការពិតតែងតែមានភាពខុសគ្នាខ្លាំងនៅពេលដែលគាត់ប្រាប់ឪពុករបស់គាត់អំពីគំនិតនេះគាត់មិនភ្ញាក់ផ្អើលទេដែលទទួលបានការប្រឆាំងខ្លាំងការអប់រំរយៈពេលវែងនិងតឹងរ៉ឹងបានធ្វើឲ្យវ៉ាន់ខាបង្កើតស្មារតីបោកហើយព្រាមនោះគាត់បានសម្រេចចិត្តរត់ចេញពីផ្ទះប៉ុន្តែឪពុករបស់គាត់មិនសមនឹងទម្លាប់អាក្រក់របស់គាត់ទេហើយបានរំលឹកដល់ថាកុំឲ្យត្រឡប់មកវិញបន្ទាប់ពីគាត់ចេញពីផ្ទះគាត់ត្រឡប់មកវិញគាត់មិនអាចរកគាត់ឃើញទេវ៉ាន់ខាមិនបានយកពាក្យរបស់ឪពុកគាត់ជាដាច់ខាតហើយដើរចេញពីផ្ទះយ៉ាងម៉ឺងម៉ាត់គាត់មិនបានដឹងថាកម្លាំងចិត្តគឺជាអរិយទេបន្ទាប់ពីដើរចេញមុនស្ករគ្រាប់ខ្លាំងៗមួយចំនួនធំបានហូរចូលទីផ្សារវ៉ាន់ខាមានការខកចិត្តយ៉ាងខ្លាំងដោយសារការក្បត់គាត់បានបណ្ដេញកម្មករទាំងអស់នៅនឹងកន្លែងហើយថែមទាំងបិទរោងចក្រទៀតផងដំណាក់កាលនេះមានរយៈពេល2ឆ្នាំកន្លះរហូតដល់រោងចក្រស្រាប់តែចាប់ផ្ដើមផលិតឡើងវិញមួយរយៈមុនប៉ុន្តែអ្វីដែលចម្លែកនោះគឺថាអ្វីត្បិតតែសូកូឡាចំនួនច្រើនត្រូវបានដឹកជញ្ជូនចេញទៅក្រៅក៏ដោយក៏គ្មានបុគ្គលិកណាឃើញដែរមនុស្សគ្រប់គ្នាចង់ចូលទៅក្នុងរោងចក្រដើម្បីរុករកផ្លូវសម្ងាត់ប៉ុន្តែអ្វីទាំងអស់បានបញ្ចប់ដោយការបរាជ័យដោយគ្មានករណីលើកលែងដំបូងឡើយវ៉ាន់ខេមិនមានបំណងបញ្ចេញវាដល់ពិភពខាងក្រៅនោះទេប៉ុន្តែរហូតដល់ថ្ងៃនោះគាត់ស្រាប់តែផ្លាស់ប្ដូរគំនិតដូច្នេះវ៉ាន់ខែបានគិតពីវិធីមួយគាត់ដាក់គូប៉ុងនេះចំនួន5ចូលទៅក្នុងសូកូឡាចំនួន5ហើយបន្ទាប់មកដោយចៃដន្យឲ្យផ្ញើវាទៅគ្រប់ផ្នែកនៃប្រទេសដរាបណាអ្នកដែលមានសំណាងអាចទៅទស្សនារោងចក្របានដែរឱកាសខ្លាចជាអ្នកស្នំរត់របស់រោងចក្រមានបច្ចេកវិទ្យាធ្វើស្ករដ៏អស្ចារ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានសាងសង់រោងចក្រផលិតសូកូឡាដ៏ធំបំផុតរបស់ពិភពលោកទៀតផងយ៉ាងណាមិញអ្វីដែលចម្លែកនោះគឺដោយទំហំដ៏ធំបែបនេះមិនដែលឃើញបុគ្គលិកណាម្នាក់ចូលមកក្រៅឬចង់ស្វែងរកអាថ៌កំបាំងរបស់រោងចក្រនោះទេប៉ុន្តែជាអកុសលពួកគេទាំងអស់ត្រូវបរាជ័យនៅពេលនេះស្រាប់តែដំណឹងដ៏ភ្ញាក់ផ្អើលមួយបានសាយភាយពេញផ្លូវវ៉ាន់ខាបានចែកឆ្នោតមាសចំនួន5សន្លឹកទៅកាន់ពិភពលោកអ្វីដែលមិននឹកស្មានដល់ដំណឹងនេះបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកភ្លាមដូច្នេះហើយនៅថ្ងៃដែលសូកូឡាត្រូវបានគេដាក់លក់នោះមនុស្សរាប់មិនអស់ចាប់ផ្ដើមសម្រុកទិញផលិតផលនេះក្នុងបរិមាណច្រើនអ្នកឈ្នះដំបូងគឺជាបុរសថតតូចម្នាក់មកពីប្រទេសអាល្លឺម៉ង់គាត់មិនមានជំនាញពីម្ចាស់សំណាងទី4ក៏មិនសាមញ្ញដែរនាងជានារីសក់ពណ៌ទង់ដែលមកពីប្រទេសដ៏ស្រស់ស្អាតម្ដាយរបស់នាងបានបង្រៀននាងតាំងពីក្មេងឲ្យព្យាយាមដណ្ដើមបានចំណាត់ថ្នាក់លេខ1ក្នុងគ្រប់កិច្ចការដែលនាងធ្វើដូច្នេះហើយបន្ទប់របស់នាងពោពេញទៅដោយពានរង្វាន់ផ្សេងហើយនាងថែមទាំងមានរង្វាន់ទៀតផងចង់បំបែកឯកកម្មរៀងគឺថាគាត់បានទំពាស្ករកៅស៊ូមួយដុំអស់រយៈពេល2ឆ្នាំកន្លះនាងមិនចាប់អារម្មណ៍នឹងការឈ្នះសម្បត្តិមាសនោះទេប៉ុន្តែនាងចង់ឈ្នះរង្វាន់អាថ៌កំបាំងចុងក្រោយពេលមើលអ្នកឈ្នះម្ដងមួយនៅលើកញ្ចក់ទូរទស្សន៍ Charlie មានអារម្មណ៍ច្រណែននាងដែលបានស្ដាប់ជីតារបស់នាងនិយាយរឿងវ៉ាន់ខែនិងរោងចក្រតាំងពីពេលនោះមកនាងនៅក្មេងនាងធ្លាប់បានចាត់ទុកអ្នកដទៃជាតារាហើយថែមទាំងបង្កើតម៉ូដរោងចក្រដោយប្រើមុខថ្នាំដុសធ្មេញក្តីសុបិនដ៏ធំបំផុតរបស់នាងគឺការទៅលេងរោងចក្រប៉ុន្តែនេះគឺជាក្តីសុបិនដែលមិនពិតគ្រាន់តែគ្រួសាររបស់ Charlie មានជីវភាពក្រីក្រណាស់ពួកគេរស់នៅក្នុងផ្ទះតូចមួយដែលបាក់បែកហើយចេះតែផឹកស៊ុបស្បែកថប់ធ្វើមាន់ជារៀងរាល់ថ្ងៃហើយក៏មានមនុស្សចាស់ចំនួន4នាក់ក្នុងគ្រួសារដែលត្រូវបានគេបង្ខំឲ្យធ្វើជីវិតវាជីស្ថានភាពអស់សង្ឃឹមប៉ុន្តែជាសំណាងល្អដែលក្រុមគ្រួសារបានចុះសម្រុងនឹងគ្នាខ្លាំងណាស់នៅពេលដែលពួកគេដឹងអំពីសម្បត្តិឆ្នោតតាមទូរទស្សន៍គ្រួសារក៏បានសម្រេចចិត្តផ្ដល់ឱកាសឲ្យ Charlie នៅសូកូឡាដែលកាលពីដើមទទួលបានជារៀងរាល់ឆ្នាំសម្រាប់ថ្ងៃកំណើតរបស់គាត់ត្រូវបានទិញដោយឪពុកម្ដាយរបស់គាត់នៅថ្ងៃនេះ Charlie បានទទួលយកអំណោយថ្ងៃកំណើតដោយរំភើបនៅផ្ទះមើលគាត់មានន័យថា Charlie នឹងមិនមានឱកាសចូលរោងចក្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ Charlie កំពុងតែដើរលើផ្លូវទាំងអស់សង្ឃឹមគឺជាក្រដាសប្រាក់$10ដែលបោះចោលក្នុងព្រៃធ្លាក់នៅតាមដងផ្លូវខ្ញុំមិននឹកស្មានថាថ្ងៃដ៏អាប់អួរនឹងនាំមកនូវការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់នោះទេទោះបីជាគាត់ដឹងថាសម្បត្តិឆ្នោតត្រូវបានប្រមូលដោយក្តីស្រឡាញ់របស់គាត់ចំពោះវ៉ាន់ខានិងរោងចក្រក៏ដោយ Charlie នៅតែដើរចូលទៅក្នុងហាងក្បែរនោះហើយបន្ទាប់មកបានទិញសូកូឡាមួយដុំពីថៅកែកញ្ចប់ Jim Fandit នៅនឹងកន្លែងក្មេងប្រុសទើបតែទិញសូកូឡាមួយប្រអប់ហើយមិននឹកស្មានដល់ថាជីវិតរបស់គាត់បានផ្លាស់ប្ដូរដោយសារតែមានបានពណ៌មាសលាក់ក្នុងការវេចខ្ចប់សូកូឡាមានរៀងដ៏សម្រម្យរបស់ Charlie សមាជិកគ្រួសារពោពេញដោយទុក្ខសោកជីតាមិនអាចបង្កើតកូនដើម្បីបោះបង់ក្តីស្រមៃរបស់គាត់បានទេដូច្នេះគាត់បានដល់ដំបូន្មានខ្លះដោយមានការលើកទឹកចិត្តពីក្រុមគ្រួសារ Charlie និងជីតារបស់គាត់បានមករោងចក្រហើយមានមនុស្សសំណាង5នាក់ផ្សេងទៀតដែលបានមកជុំគ្នានៅពេលដែលទ្វារបើកយឺតទីបំផុតពួកគេបានឃើញជើងហ្វាយអាថ៌កំបាំងមិនដូចមនុស្សជោគជ័យដែលបានស្រមៃនោះវ៉ាន់ខាហាក់ដូចជាមានការភ័យខ្លាចបន្តិចក្រោមការដឹកនាំរបស់គាត់មនុស្សគ្រប់គ្នាបានចូលមកខាងក្នុងរោងចក្ររឿងដំបូងដែលពួកគេបានទៅទស្សនាគឺពិភពសុបិនដូចរឿងនិទានដោយឃើញទឹកមុខតក់ស្លុតរបស់អ្នករាល់គ្នាវ៉ាន់ខាបានណែនាំគាត់ដោយការពេញចិត្តដើម្បីធ្វើឲ្យសូកូឡាមានសភាពទន់រលោងគាត់បានកូរវាដោយប្រើវិធីទឹកជ្រោះហើយវិធីសាស្ត្រដ៏ពិសេសនេះមានតែមួយគត់ក្នុងពិភពលោកមិនត្រឹមតែប៉ុណ្ណោះគ្រប់យ៉ាងក្នុង
ក្នុងបន្ទប់នេះគឺធ្វើពីសូកូឡាវ៉ាន់ខែបានបង្ហាញថាអ្នកគ្រប់គ្នាអាចលក់រសជាតិតាមដែលពួកគេចង់បានពេលបរិសុទ្ធថតតូចលោកលុនបានយល់ដូច្នេះគាត់ក៏យកតតែសោះហើយបានដឹកនាំមនុស្សគ្រប់គ្នាដាក់តទៅកាន់បន្ទប់ស្រាវជ្រាវនិងអភិវឌ្ឍស្ករក្រមានផលិតផលប្រឡំលោកជាច្រើននៅទីនេះជាឧទាហរណ៍ស្ករក្រថ្មនេះត្រូវបានបង្កើតជាពិសេសសម្រាប់កុមារក្រីក្រគ្រាន់តែមួយតូចអាចញ៉ាំបានរយៈពេល2ឆ្នាំកន្លះហើយផ្លែទឹមអាចដុះសក់ក្រាស់បន្ទាប់ពីញ៉ាំវាដែលអាចជួយដោះស្រាយបញ្ហាសក់របស់អ្នកបានយ៉ាងល្អឥតខ្ចោះប៉ុន្តែចំណុចពិសេសគឺស្ករកៅស៊ូនេះវារួមបញ្ចូលគ្នានូវរសជាតិ3យ៉ាងស៊ុតចម្បាំងប៉េងប៉ោះសាច់អាំងនិងនំបាឡូប៊ឺរ៉េការញ៉ាំវាស្មើនឹងការញ៉ាំអាហារ3ពេលក្នុងមួយថ្ងៃវាមិនត្រឹមតែអាចបំពេញប្រភេទរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏មិនធ្វើឲ្យឡើងទម្ងន់ដែលវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សម្រេចទម្ងន់មានគុណវិបត្តិតិចតួចមួយចំនួននៅក្នុងការស្រាវជ្រាវនារីសក់តុងដែងបានឃើញវាជាស្ករកៅស៊ូមួយដុំហើយចង់សាកល្បងភ្លាមនាងមិនបងឡើយនាងនៅតែអាចភ្លក់អាហារឆ្ងាញ់គ្រប់ប្រភេទប៉ុន្តែភ្លាមនោះមានរឿងដ៏គួរឲ្យភ័យខ្លាចបានកើតឡើងនៅពេលដែលនាងបន្តទំពាច្រមុះរបស់នាងបន្តិចម្ដងប្រែទៅជាពណ៌ខៀវបន្ទាប់មករាងកាយចាប់ផ្ដើមពង្រីកយ៉ាងឆាប់រហ័សត្រឹមតែ2នាទីកន្លះនាងបានប្រែក្លាយទៅជាផ្លែបាឡូប៊ឺរ៉េដ៏ធំសម្បើមម្ដាយរបស់នារីសក់តុងដែងយ៉ាងជន់ក៏ភ័យស្លន់ស្លោដែរទោះជាយ៉ាងណាក៏ដោយក្តីបារម្ភដំបូងរបស់នាងមិនមែនជាសុខភាពកូនស្រីរបស់នាងទេប៉ុន្តែថាតើនាងអាចបន្តលេងបានឬអត់នៅពេលនេះតន្ត្រីដែលធ្លាប់ស្គាល់បានបន្លឺឡើងហើយអ្នកស្រុកអូផលក៏ចាប់ផ្ដើមច្រៀងរាំម្ដងទៀតលើកនេះវាមានន័យថាម្ដាយរបស់ក្មេងស្រីបន្តដេងវាគឺជាការឥតប្រយោជន៍របស់នាងនិងវិធីសាស្ត្រហ្វឹកហាត់ខុសដែលបណ្ដាលឲ្យនាងតូចត្រេកអរណាស់ពេលឃើញទិដ្ឋភាពនេះនាងមិនខ្វល់ថាអ្នកដទៃចង់បានឬមិនចង់ទេនាងនឹងចាប់វាជាសត្វចិញ្ចឹមភ្លាមពេលនាងធ្វើសកម្មភាពឪពុកនាងនឹងបំពេញតាមសំណើរបស់នាងដូចដែលបានរំពឹងទុកនៅពេលដែលវ៉ងខែនិយាយថាគាត់នឹងមិនលក់វាការបង្ហាញរបស់ព្រះនាងដូចស្រាប់តែប្រែជាក្រហមដោយឃើញឪពុករបស់នាងអស់សង្ឃឹមនាងក៏ដើរចូលទៅក្នុងកន្លែងធ្វើការហើយគ្រោងនឹងចាប់មួយដោយដៃរបស់នាងផ្ទាល់ប៉ុន្តែនាងខកខានចំណុចសំខាន់មួយឪពុកម្ដាយរបស់នាងអាចទ្រាំទ្រនឹងទម្លាប់អាក្រក់របស់នាងប៉ុន្តែសត្វកំប្រុកទាំងនេះមិនព្រមទេនៅពេលនេះនាងមិនបានដឹងពីភាពធ្ងន់ធ្ងរនោះទេហើយក៏ដើរសម្ដៅទៅរកម្នាក់ក្នុងចំណោមពួកគេប៉ុន្តែពេលនាងឈោងទៅចាប់កំប្រុកអាកប្បកិរិយារបស់នាងបានធ្វើឲ្យកំប្រុកខឹងជាខ្លាំងសត្វកំប្រុកទាំងអស់ស្ទុះទៅបោះព្រះនាងតូចមកដីនៅនឹងកន្លែងក្នុងក្រសែភ្នែកភ្ញាក់ផ្អើលរបស់នៅពេលនេះផងដែរទីបំផុតឪពុកនិងកូនបានអបគ្នាយ៉ាងណែននៅចុងបញ្ចប់នៃរឿងឆលេយ៉ូព្រមផ្លាស់ទៅរោងចក្រសូកូឡាប៉ុន្តែវានៅជាមួយគ្រួសារទាំងមូលទន្ទឹមនឹងនេះវ៉ាន់ខែក៏ទទួលបានអ្វីដែលមានតម្លៃជាងសូកូឡាទៅទៀត